នៅថ្ងៃទី8 ខែធ្នូឆ្នាំ2025នេះយោធាថៃបានបន្តបើកការបាញ់ប្រហារសារជាថ្មីមកលើកងកម្លាំងកម្ពុជានៅគ្រប់ទិសនៅក្នុងយុទ្ធភូមិភាគទី4ចាប់ពីវេលាប្រមាណម៉ោង5:04 នាទីព្រឹកការបើកការបាញ់ប្រហារនេះធ្វើឡើងក្នុងតំបន់អានសេះនៅប្រាសាទតាបន់ធំនៅប្រាសាទព្រះវិហារនៅ5មករានៅចំការជែកនៅមុំ3នៅភ្នំខ្មោចនិងគោល8នៅប្រាសាទតាក្របីនិងប្រាសាទខ្នាក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅវេលាម៉ោង2:15 នាទីរសៀលកាលពីថ្ងៃទី7 ខែធ្នូឆ្នាំ2025កាលពីម្សិលមិញនេះយោធាថៃបានបន្តធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់1នៅវេលាម៉ោង4:00 នាទីព្រឹករថយន្តធំចំនួន2គ្រឿងរបស់យោធាថៃបានដឹកកងកម្លាំងរបស់ខ្លួនពីភ្នំរ៉ើងចូលក្នុងតំបន់អានសេះ2នៅវេលាម៉ោង5:04 នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាដោយបាញ់កាំភ្លើងដៃចំនួន20ទៅ25គ្រាប់3នៅវេលាម៉ោង5:19 នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាដោយបាញ់កាំភ្លើងដៃចំនួន38គ្រាប់10នៅវេលាម៉ោង8:10 នាទីយោធាថៃបានបាញ់ផ្សែងពុលចូលតំបន់ភ្នំខ្មោចយ៉ាងច្រើន11នៅវេលាម៉ោង8:14 នាទីយោធាថៃបានបាញ់ផ្សែងពុលបន្ថែមនៅក្នុងតំបន់ប្រាសាទព្រះវិហារ12នៅវេលាម៉ោង8:41 នាទីយោធាថៃបាននៅតែបន្តបាញ់យោធាថៃបានបាញ់ផ្លោងនិងបាញ់បុកយ៉ាងខ្លាំងនៅតំបន់ទីតាំងដំណាក់ស្ដេចចន្លោះថ្មដូននិងប្រាសាទតាមាន់បច្ចុប្បន្នយន្តហោះយោធាថៃបានហោះនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ13នៅវេលាម៉ោង9:05 នាទីយោធាថៃបានវាយប្រហារមកលើកម្លាំងកម្ពុជាដោយប្រើប្រាស់ប្រភេទយន្តហោះចម្បាំង F16 បន្ថែមទៀតនៅក្នុងភូមិសាស្ត្រស្រុកស្រអែមខេត្តព្រះវិហារក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាភាគីថៃបានរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025ដែលការចុះហត្ថលេខានេះដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសាក្សីរបស់អាដាម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងអាដាម Anwar Ibrahimនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានបដូវវេនអាស៊ាន Jelajahi cara baru mendapatkan informasi. Download Metro TV Extend sekarang.